តោះយើងអរគ្នាថ្ងៃនេះយើងមកតគល់ទុរេនណាតគល់ហ្នឹងគឺយើងបន្ថែមរឹសបន្ថែមគល់វាដើម្បីឲ្យរកអាហារបានល្អយើងមានដើមព្រៃនេះយើងតាមកាមេរ៉ាសិនពេលយើងមានដើមព្រៃអញ្ចឹងយើងចង់តមុនដំបូងយើងត្រូវមានដើមព្រៃឬក៏ដើមគល់សម្រាប់តមកអានេះគល់ព្រៃអានេះយើងមានឧបករណ៍ដូចជាបាត់មុតមកវិធីតគឺអានេះពូជអីវិធីតងាយស្រួលទេយើងគ្រាន់តែដាំពូជហ្នឹងទេអានេះភួងមនីយើងគ្រាន់តែយើងដាំឲ្យជិតគល់របស់វាកាមេរ៉ាមើលដាក់ក្រោមតិចយើងគ្រាន់តែតយើងយកដើមយើងជីកមួយយើងជីកជិតដើមដែលយើងដាំមកការបន្ថែមគល់តអញ្ចឹងយើងធ្វើនឹងដើម្បីឲ្យត្រេននឹងលូតលាស់បានលឿនយើងធ្វើបែបហ្នឹងហើយត្រេនមានរឹសមានអីល្អការលូតលាស់លឿនហើយក៏ឆាប់ធំដែរយើងធៀបទៅយើងដកដើមតមកតណែនដីណែនដើមតមើលរឹសល្អរឹសល្មមតយើងជីយាមជីឲ្យបានជ្រៅដើម្បីយកលិចដើមនេះតយើងធ្វើបែបនេះធ្វើឲ្យត្រេនមានការលូតលាស់ល្អយើងដាំបែបរាំងវិឆិតតិចមកដើម្បីយើងស្រួលកាត់ទៅយើងតជាមួយដើមម្ដងណាអានេះយើងលបវិញទៅយើងលបវិញទៅយើងចាំស្រោចទឹកទៅចាំយើងតទៅយើងស្រោចទឹកទៅការតគឺការតយើងកាត់ត្រេនត្រឹមស្លឹកវាក៏បានឬក៏ហួសស្លឹកក៏បានយើងតដល់នេះក៏បានយើងតដល់នេះក៏បានតែខ្ញុំយកមកតស្រួលកាត់នេះអស់មកយើងកាត់ស្លឹកដើមព្រៃចេញទៅrồiហើយយើងព្យាយាមចិត្តសងខាងណាចិត្តសងខាងរៀងវែងចិត្តសងខាងរៀងវែងណាដល់ពេលយើងចិត្តសងខាងរៀងវែងចឹងហើយយើងធៀបមើលធៀបគល់ដិតតចឹងយើងព្យាយាមចិត្តមកយើងព្យាយាមចិត្តមកrồiហើយយើងសៀតគល់ព្រៃយើងសៀតចឹងណាយើងតមកដើមប្រហែលគល់ក៏បានដែរ3 4ដើមឬក៏3 4គល់តណាប៉ុន្តែនេះយើងតមួយគល់សិនចាំពេលវាជាប់ល្អចូលមួយអាទិត្យ2អាទិត្យជាប់ល្អពេលជាប់ល្អយើងតនេះទៀតមកឬក៏តលើនឹងទៀតណាយើងត4ក៏បានយើងតមួយទៀតក៏បានយើងតតែមួយប៉ុណ្ណឹងក៏បានដែរវាយើងអត់មានគល់តែនេះយើងព្យាយាមតមួយសិនយើងមើលសភាពដើមវាយើងរុំធម្មតាមកយើងរុំល្មមណាហ្នឹងគឺបានហើយនេះហើយណាហើយសម្រាប់គល់តនេះយើងមើលតែយើងតយើងមើលសភាពចឹងគឺស្អាតទេដើមហ្នឹងយើងព្យាយាមឲ្យមានការលូតលាស់ដាំនេះគឺដាំដែលយើងហាលថ្ងៃបានល្អហើយយើងដាំយើងអត់បានដាក់ស្បៃទេគឺដូចជាស្ដើមយ៉ាងស្លឹករឿងក្រហមដោយសារយើងអត់ដាក់ស្បៃណាតែពេលកតៅអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯង